វីដេអូនេះផ្ញើជូនទៅបងប្អូនខ្មែរលើជាពិសេសយោធាសុរិនបងប្អូនដែលជាយោធាសុរិនទាំងឡាយហើយគួរតែភ្ញាក់ខ្លួនឡើងហើយបង្វែរកណ្ដុងទៅទ័ពសៀមវិញបងប្អូនឃើញទេនាយករដ្ឋមន្ត្រីលើកអនុទានកំពុងតែច្រៀងរាំសប្បាយទេអត់បានខ្វាយខ្វល់ពីការពលីរបស់ពួកអ្នកឡើយពួកអ្នកដឹងហើយនៅក្នុងសង្គ្រាមដែលទ័ពសៀមឈ្លានពានទឹកដីកម្ពុជាមានទាហានសៀមច្រើនណាស់ដែលពលីរាប់ពាន់នាក់ហើយទាហានជួរមុខនោះសុទ្ធតែជាយោធាសុរិននឹងឯងស្លាប់រាប់ពាន់នាក់តែសួរថាខ្មោចទាហានដែលស្លាប់នោះបានយកទៅស្រុកវិញទេហើយក្រឡេកទៅមើលនាយករដ្ឋមន្ត្រីលើកនោះវិញកំពុងតែច្រៀងរាំសប្បាយអត់បានខ្វល់ខ្វាយពីការពលីនឹងទេសំណួរសួរថាហេតុអីក៏ព្រោះតែពួកអ្នកក៏មានឈាមជ័រជាខ្មែរដែរមានវីដេអូតាមប្រព័ន្ធ Facebook ច្រើនណាស់បានបង្ហាញថានៅពេលដែលទាហានសៀមជេរទាហានខ្មែរសុទ្ធតែនិយាយភាសាខ្មែរបានច្បាស់ណាស់ពួកគាត់សុទ្ធតែមកពីខ្មែរសុរិនស៊ីសកេតបូរីរ៉ាំហើយឆ្ងល់ថាហេតុអីបាននិយាយភាសាខ្មែរច្បាស់មែនពួកគាត់គឺជាខ្មែរលើហើយយុទ្ធសាស្ត្ររបស់ពួកថៃគឺយកទាហានជួរមុខទាំងអស់សុទ្ធតែជាខ្មែរលើទាំងអស់ឲ្យមកកាប់សម្លាប់ខ្មែរគ្នាឯងនឹងតែម្ដងតែយោធាសុរិនទាំងអស់នោះគាត់អត់បានតាំងខ្លួនគាត់ជាខ្មែរទេគាត់គិតថាខ្លួនគាត់គឺជាសៀមបងប្អូនមានឆ្ងល់ទេថារាល់ពេលដែលមានសង្គ្រាមជាមួយសៀមម្ដងទាហានសៀមដែលនៅជួរមុខសុទ្ធតែអាចនិយាយភាសាខ្មែរបានបើតាមព័ត៌មានដែលទទួលបានពីរដ្ឋាភិបាលនិងយោធាថៃទាហានទាំងអស់នោះគឺសុទ្ធតែជាខ្មែរសុរិនហ្នឹងឯងអញ្ចឹងហើយបានថាបើទោះជាក្រុមនេះមកស្លាប់រាប់ពាន់អ្នកកោជើងគ្នាក៏នាយករដ្ឋមន្ត្រីថៃនិងយោធាថៃអត់ខ្វល់ដែរទុកឲ្យស្លាប់ចោលដូចខ្មោចឆ្ងាយអញ្ចឹងល្មមភ្ញាក់ខ្លួនហើយសូមជួយ share វីដេអូនេះទៅឲ្យដល់បងប្អូនខ្មែរលើជាពិសេសយោធាខ្មែរសុរិននឹងតែម្ដងល្មមភ្ញាក់ខ្លួនហើយបង្វែរកណ្ដុងទៅសៀមវិញបងប្អូនភ្ញាក់ខ្លួនឡើងកុំបដូរជីវិតមកច្បាំងជាមួយនឹងខ្មែរកណ្ដាលដែលជាខ្មែរគ្នាឯងណាបងប្អូនឃើញទេសពថៃបាងកកគេដឹកយកទៅធ្វើបុណ្យចំណែកឯសាកសពខ្មែរសុរិនយោធាសុរិនវិញដឹកទាំងឡានយកទៅកប់ចោលដោយខ្មោចសាធារហើយថែមទាំងមិនដឹងបងប្អូនសាច់ញាតិនៅឯណាផងហើយលួចថ្លៃជីវិតទៀតនោះត្រូវមេទាហានសៀមយកទៅធ្វើអ្នកមានបាត់ទៅហើយសួរថាតើអ្នកស្លាប់ដើម្បីអ្នកណាបងប្អូនពិចារណាឡើងវិញនេះជាគំនិតជាយោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំទេបើសិនជាការនិយាយរបស់ខ្ញុំមានការខុសត្រូវយ៉ាងណាសូមបងប្អូនជនរួមជាតិមេត្តាខន្តីអភ័យទោសព្រោះនេះជាកំហឹងរបស់ពលរដ្ឋខ្មែរក្នុងនាមខ្ញុំជាកូនខ្មែរហើយសូមជួយ share វីដេអូនេះឲ្យបានដល់ខ្មែរលើទាំងអស់ពិចារណាបង្វែរកណ្ដុងទៅវិញខ្ញុំមានជំរឿន2ជូនបងប្អូនទី1បង្វែរកណ្ដុងទៅទាហានសៀមវិញទី2ដាក់អាវុធចុះសូមចុះចាញ់ដោយការគោរពក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប